សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Sigma Welcome to Basic Human Talk ហើយនៅក្នុង episode នេះខ្ញុំចង់លើករឿងខ្លីមួយដែលលោក Simon Sinek បាននិយាយនៅក្នុង podcast របស់គាត់ហើយរឿងខ្លីហ្នឹងគឺលោក Simon Sinek បាននិយាយអំពីអតីតរដ្ឋលេខាធិការក្រសួងការពារជាតិម្នាក់ដែលត្រូវបានគេអញ្ជើញទៅនិយាយនៅក្នុង venue មួយដែលមានអ្នកស្ដាប់ប្រហែលជា1000នាក់នៅពេលដែលកំពុងតែនិយាយបានពាក់កណ្ដាលទីលោកអតីតរដ្ឋលេខាធិការក្រសួងការពារជាតិហ្នឹងបានឈប់និយាយហើយលើកែវកាហ្វេរបស់គាត់បង្ហាញទៅភ្ញៀវដែលកំពុងតែអង្គុយស្ដាប់គាត់ហ្នឹងហើយកែវកាហ្វេហ្នឹងគឺនៅក្នុងកែវกระดาษធម្មតាទេគាត់លើកែវកាហ្វេហ្នឹងហើយគាត់និយាយថាកែវកាហ្វេហ្នឹងរំលឹកដល់កាលពី2ឆ្នាំមុនហើយកាលពី2ឆ្នាំមុនគាត់ក៏ត្រូវបានគេអញ្ជើញមកនិយាយនៅក្នុងកម្មវិធីមួយដែរហើយនៅក្នុងកន្លែង venue ដែលគាត់កំពុងនិយាយហ្នឹងប៉ុន្តែកាលពី2ឆ្នាំមុនគាត់នៅធ្វើការនៅក្រសួងការពារជាតិដែរទេអញ្ចឹងមានន័យថាគាត់អត់ទាន់ចូលនិវត្តន៍ដូចថ្ងៃនេះទេអញ្ចឹងទៅគាត់ថាពេលឃើញកាហ្វេហ្នឹងគាត់នឹកឃើញកាល2ឆ្នាំមុនដែលគេអញ្ជើញគាត់មកនិយាយហ្នឹងគាត់ថានៅពេលដែលគាត់ត្រូវបានគេអញ្ជើញជាវីគ្មិនកាលពី2ឆ្នាំមុនគាត់នៅពេលដែលគាត់មកដល់ airport គឺមានអ្នកតាក់ស៊ីនិងអ្នកចាំទទួលគាត់នៅ airport ស្រេចហើយនៅពេលដែលគាត់ឡើងតាក់ស៊ីមកដល់ hotelគាត់ក៏មិនបាច់ចាំ check in ដែរពីព្រោះគេបាន check in ឲ្យគាត់រួចហើយគេក៏ជួយយូវ៉ាលីឲ្យគាត់ដើម្បីឡើងទៅបន្ទប់ hotel សម្រាប់អញ្ចឹងទៅនៅពេលដែលព្រឹកឡើងដល់ថ្ងៃដែលត្រូវនិយាយគាត់ក៏ចុះមកក្រោមអញ្ចឹងទៅពេលដែលចុះមកដល់ក្រោមក៏មានអ្នកចាំទទួលគាត់ដើម្បីដល់គាត់ពី hotel ទៅ venue ដែរហើយនៅពេលដែលទៅដល់ venue ដែលត្រូវនិយាយហ្នឹងគាត់ក៏ដើរគេក៏មានមនុស្សម្នាក់ទៀតចាំ escort គាត់ដើម្បីទៅក្រោយចូលកន្លែងសម្រាប់មាន studio អង្គុយត្រឹមត្រូវអញ្ចឹងទៅហើយមានកែវកាហ្វេមួយរងចាំគាត់ហើយកាហ្វេហ្នឹងគឺនៅក្នុងកែវដែលស្អាតហើយកែវថ្មស្អាតអីចឹងទៅគាត់ថាថ្ងៃនេះកាលពីម្សិលមិញដែលគាត់មកដល់ដើម្បីនិយាយក្នុងកម្មវិធីថ្ងៃនេះគឺនៅពេលដែលគាត់មកដល់ airport អត់មានអ្នកណាគេចាំទទួលគាត់ទេគាត់ត្រូវហៅតាក់ស៊ីខ្លួនឯងដើម្បីជិះពី airport ដើម្បីមកដល់ hotel ហើយនៅពេលដែលមកដល់ hotel គាត់ក៏ត្រូវទៅ front ដែរដើម្បី check in យូរវ៉ាន់យូរអីឡើងទៅបន្ទប់ខ្លួនឯងចឹងទៅហើយនៅថ្ងៃនេះនៅពេលដែលគាត់ត្រូវចេញពី hotel មកនិយាយហ្នឹងគាត់ក៏ត្រូវហៅតាក់ស៊ីខ្លួនឯងដែរដើម្បីមកនិយាយនៅក្នុងកម្មវិធីថ្ងៃនេះហើយនៅពេលមកដល់គាត់អត់មានអ្នកណាគេចាំ escort គាត់ដើម្បីយកគាត់ពីច្រកខាងមុខដើម្បីទៅអង្គុយចាំនៅ studio ដែរគឺគាត់ដើរចូលច្រកមុខអីធម្មតាដូចគេដូចឯងចឹងទៅនៅពេលដែលមកដល់គាត់ក៏សួរថាមានកាហ្វេញ៉ាំអត់ហើយគេក៏ប្រាប់ថាអូម៉ាស៊ីនកាហ្វេនៅខាងនោះហើយគាត់ក៏កាន់កែវกระดาษហ្នឹងដើម្បីទៅយកកាហ្វេញ៉ាំចឹងទៅហើយគាត់ក៏លើកកែវកាហ្វេហ្នឹងថាគាត់មកនិយាយកម្មវិធីដូចគ្នាប៉ុន្តែឃើញភាពខុសគ្នាអត់ហើយគាត់ជាមនុស្សដដែលជាអ្នកដែលមានចំណេះដឹងដដែលជាអ្នកដែលត្រូវបានគេអញ្ជើញមកនិយាយដដែលភាពខុសគ្នាគឺមានតែមួយទេគឺឥឡូវនេះគាត់ចូលនិវត្តន៍ហើយកាលពី2ឆ្នាំមុនគាត់នៅមានមុខតំណែងនៅពេលដែលនិយាយរឿងនឹងចប់លោករដ្ឋលេខាធិការក្រសួងការពារជាតិហ្នឹងគាត់បានថានិយាយថារឿងហ្នឹងបានជាគាត់លើកមកនិយាយហើយប្រាប់អ្នកទាំងអស់គ្នាគឺចង់ឲ្យយើងទទួលដឹងរឿងពីរទី1គឺត្រូវតែចងចាំខ្លួនឯងថាជាណាគេគ្រប់ពេលទាំងអស់ទោះបីជាពេលខ្លះយើងមានមុខតំណែងល្អមានគេឈ្មោះល្បីល្បាញជាងមុនមានលុយកាក់ច្រើនជាងមុនយើងត្រូវចងចាំថារបស់ទាំងអស់ហ្នឹងគឺមិនមែនដើម្បីយើងទេគឺសម្រាប់មុខតំណែងទូនាទីដែលយើងកំពុងតែកាន់ហ្នឹងពេលដែលយើងចងចាំថាយើងជាណាគេរបស់ដែលបានមកស្របជាមួយនឹងមុខតំណែងហ្នឹងគឺมันបានកែប្រែថាយើងជាណាគេពិតប្រាកដហ្នឹងទេយើងនៅតែជាមនុស្សល្អយើងនៅតែអ្នកដែលចេះដាក់ខ្លួនចេះប្រទាបខ្លួនអីចឹងទៅត្រូវចាំថារបស់ទាំងអស់ហ្នឹងបើសិនជាយើងមានការបាត់បង់មុខតំណែងគឺរបស់ទាំងអស់ហ្នឹងគឺគេផ្ទេរទៅឲ្យអ្នកដែលមកកាន់តំណែងបន្ទាប់ពីយើងហើយគេបានទុកឲ្យយើងទេហើយនៅពេលដែលយើងទទួលដឹងថារបស់ទាំងអស់ហ្នឹងគឺมันសម្រាប់យើងថៃសម្រាប់តែមុខតំណែងរបស់យើងគឺធ្វើឲ្យយើងមានការចេះដាក់ខ្លួនជាងមុនហើយมันក្រអូតកតោមទៅតាមមុខតំណែងទូនីតិទ្រព្យសម្បត្តិដែលយើងមានហ្នឹងទេនឹងមេរៀនទី1មេរៀនទី2ក៏ចង់បានន័យថានៅពេលដែលយើងទទួលបានរបស់ free ការដែលគេចេះឲ្យរំតូនជាមួយយើងយកកាហ្វេឲ្យយើងញ៉ាំឬក៏រឿងគ្រប់យ៉ាងដែលបានមកដោយសារតែយើងមានគេឈ្មោះល្បីយើងមានមុខតំណែងខ្ពស់យើងត្រូវដឹងថាអានឹងគឺចេញពីការខិតខំប្រឹងប្រែងរបស់យើងអញ្ចឹងទៅយើងត្រូវទទួលរឿងនឹងដោយសប្បាយចិត្តប៉ុន្តែភ្ជាប់ជាមួយនឹងអំណរគុណត្រូវមានអំណរគុណថារបស់ទាំងហ្នឹងគឺ
យើងបានមកដោយសារតែការខិតខំប្រឹងប្រែងរបស់យើងមិនត្រូវឲ្យរបស់ទាំងហ្នឹងបើនិយាយគិតថាខ្លួនឯងនឹងលយអស្ចារ្យជាងអ្នកណាទេជាទូទៅពេលខ្លះពេលដែលយើងចាប់ផ្ដើមមានមុខតំណែងល្អជាងមុនបន្តិចមានគេឈ្មោះល្បីល្បាញបន្តិចហើយឬក៏មានប្រាក់ចំណូលកើនជាងមុនយើងពេលខ្លះយើងយល់ច្រឡំឬក៏ភ្លេចខ្លួនហើយតម្លើងរឹកពីរបស់យើងទៅតាមតំណែងទូនីតិគេឈ្មោះដែលយើងមាននឹងហើយភ្លេចគិតថារបស់ទាំងហ្នឹងវាមិនមែនជារបស់ដែលគង់វង្សទេហើយក៏របស់ទាំងហ្នឹងក៏វាមិនបានបញ្ជាក់ថាយើងជាណាគេដែររឿងដែលបញ្ជាក់ថាយើងជាណាគេគឺអត្តចរិតរបស់យើងភាពតាក់ខ្លួនរបស់យើងអំពើល្អរបស់យើងអាហ្នឹងទៅបញ្ជាក់ថាយើងជាណាគេរបស់ទាំងអស់ហ្នឹងគឺជារបស់ក្រៅខ្លួនទេហើយអាចជំនួសនឹងក៏អាចបំផ្លាញក្នុងមកព្រិចភ្នែកអញ្ចឹងទៅនៅពេលដែលយើងចាប់ផ្ដើមរំលឹកខ្លួនឯងជាញយញថារបស់ទាំងអស់ហ្នឹងមិនសម្រាប់តែយើងម្នាក់ហើយមិនសម្រាប់តែយើងរហូតធ្វើឲ្យយើងសប្បាយចិត្តនឹងអីដែលយើងមានទី1ទី2បើសិនជាយើងបាត់បង់យើងអត់សូវមានការពិបាកចិត្តខ្លាំងឬក៏ប៉ះពាល់សុខភាពផ្លូវចិត្តរបស់យើងខ្លាំងទេហ្នឹងហើយអរគុណដល់ទាំងអស់គ្នាដែលចូលរួមស្ដាប់ Thank you so much